លើកដំបូងក្នុងប្រវត្តិសាស្ត្រ One More Group បើកបង្ហាញរោងចក្រដ៏ធំសម្បើមលើផ្ទៃដី10ហិកតាព្រមទាំងសម្ពោធផលិតផលថ្មីៗជាច្រើនមុខដើម្បីពង្រឹងឧត្តមភាពផលិតផលខ្មែរថ្ងៃទី14ខែមិនិនាឆ្នាំ2026ក្រុមហ៊ុន One More Group បានរៀបចំកម្មវិធីទស្សនកិច្ចដ៏ធំសម្បើមមួយក្រោមប្រធានបទរោងចក្រជាតិគុណភាពអន្តរជាតិដើម្បីបើកបង្ហាញជាផ្លូវការនៅរោងចក្រផលិតទឹកពិសាវីតាល់និងរោងចក្រផលិតមីជាតិដែលជាសមិទ្ធផលមោទកភាពជាតិខ្មែរ100%ក្នុងឱកាសដ៏វិសេសវិសាលនេះលោកជំទាវជឹងសុគន្ធធីវីនាយិកាប្រតិបត្តិក្រុមហ៊ុន One More Group បានមានប្រសាសន៍ដោយក្តីមោទកភាពថាការបើកទ្វាររោងចក្រជាតិរបស់យើងនៅថ្ងៃនេះគឺជាសក្ខីភាពបញ្ជាក់ពីសមត្ថភាពរបស់កូនខ្មែរក្នុងការបង្កើតផលិតផលដែលមានគុណភាពកម្រិតសកលគោលដៅចម្បងរបស់យើងមិនត្រឹមតែជាការផលិតដើម្បីអាជីវកម្មប៉ុណ្ណោះទេប៉ុន្តែគឺដើម្បីនាំមកនូវមោទកភាពជាតិនិងស្តង់ដារសុខុមាលភាពខ្ពស់បំផុតជូនដល់ប្រជាជនកម្ពុជាគ្រប់រូបយើងនឹងបន្តវិនិយោគលើបច្ចេកវិទ្យានិងនវានុវត្តន៍ដើម្បីធានាថាគ្រប់ផលិតផលរបស់ One More Group គឺជាជម្រើសទី1ដែលឆ្លុះបញ្ចាំងពីភាពជោគជ័យនិងទំនុកចិត្តក្នុងដំណើរទស្សនកិច្ចលើផ្ទៃដីវិសាលភាពជាង10ហិកតាភ្ញៀវកិត្តិយសបានឃើញផ្ទាល់ភ្នែកនៅខ្សែសង្វាក់ផលិតកម្មដ៏ទំនើបដែលនាំចូលពីសហភាពអឺរ៉ុបមានអាល្លឺម៉ង់និងអ៊ីតាលីស្របជាមួយគ្នានេះក្រុមហ៊ុនបានបើកបង្ហាញនៅផលិតផលថ្មីៗជាច្រើនដែលកំពុងមានវត្តមានលើទីផ្សាររួមមានមីជាតិកំប៉ុងរសជាតិឈ្ងុយឆ្ងាញ់និងមានភាពងាយស្រួលសម្រាប់ការរស់នៅបែបសម័យថ្មីគ្រឿងទេស One More រួមមានប្រេងខ្យងទឹកម្ទេសនិងម្សៅស៊ុបមាន់ម្សៅស៊ុបសាច់ជ្រូកនិងម្សៅស៊ុបបន្លែដែលផលិតយ៉ាងសម្រិតសម្រាំងសម្រាប់រសជាតិផ្ទះបាយខ្មែរអាហារសម្រន់នំកញ្ចប់មីចិបចុកដែលផ្ដល់នូវរសជាតិប្លែកនិងអនាម័យខ្ពស់តាមរយៈពាក្យស្លោកគ្រប់ដំណក់ឆ្លុះបញ្ចាំងពីភាពជោគជ័យក្រុមហ៊ុន One More Group ក៏បានពង្រឹងសកម្មភាពមនុស្សធម៌តាមរយៈមូលនិធិ25រៀលដើម្បីបន្តជួយដល់វិស័យអប់រំសុខាភិបាលនិងបរិស្ថានក្នុងសង្គមជាតិជាកិច្ចតបស្នងដល់ដៃគូអាជីវកម្មក្រុមហ៊ុនក៏បានរៀបចំពិធីលាងស័យភោជនិងចាប់រង្វាន់មហាសាលនៅរថយន្តទំនើបចំនួន2គ្រឿងដើម្បីអបអរសាទរនៅមហាជោគជ័យដែលសម្រេចបានរួមគ្នាព្រឹត្តិការណ៍នេះគឺជាសក្ខីភាពបញ្ជាក់ថាផលិតផលខ្មែរមានសមត្ថភាពពេញលេញក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិប្រកបដោយគុណភាពសុវត្ថិភាពនិងភាពជឿជាក់បំផុត។